ក្រូតនៅខាងក្រូចឆ្មាបាទចាឥឡូវនេះថាមិនទាន់ទេបងប្អូនសូមថាលេខទូកសិនបាទលេខទូកចា140បន្តគ្នាតែម្ដង158ខ្សែទឹកខាងក្រៅខ្សែទឹកខាងក្រៅជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមលោកអញ្ញាអ៊ូឆៃចាលោកជំទាវសុខវាសនាអុកញ៉ាឡោកដរិទ្ធនិងលោកជំទាវសុខរស្មីហាក់ដូចជាមានព្រៀបហ៎ចា158ព្រៀបដាច់តែម្ដងរីឯទូកបន្តនេះលេខខ្សែទឹកខាងក្នុង157បាទ152គូ79គូមុននេះចាគូមុន160នេះគឺគូទី80ខៀវដីស្អាតអណ្ដាតក្រហមខៀវដីស្អាតអណ្ដាតក្រហមព្រះគ្រូចៅអធិការវត្តជើងឯកបានន័យថាទទួលបានជ័យជំនះបាទចាទទួលបានជ័យជំនះទៅលើសន្ធររាំងសីបារមីតេជោអញ្ចឹងគឺមកការរកីកិតនេះបាទសម្រាប់គូទី79និងគូទី80សន្ធររាំងសីបារមីតេជោដែលមកពីវត្តសន្ធររាំងសីទទួលបានការឧបត្ថម្ភមើលថែទាំពីព្រះគ្រូចៅអធិការវត្តផ្ទាល់តែម្ដងនិងពុទ្ធបរិស័ទចំណុះជើងវត្តចារីឯរត់ដែលជះសែនជ័យបារមីសេរីមង្គលជឿនខ្លាំងបងប្អូនមកអើយបងប្អូនជួយមើលគ្នាប្រគៀបប្រកាត់គ្នាមែនតែម្ដងហើយមកច្រើនណាស់បាទក្រុមការងារជួយបើជួយទីយើងខ្ញុំមិនដឹងនិយាយអីទេបើតាមលេខរៀងយើងឃើញថាជ័យសែនវាសនាស្រីជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមបាទខ្សែទឹកខាងក្នុងបដូរហើយខេមរាមានជ័យខ្សែទឹកខាងក្រៅត្បូងឃ្មុំបាទឥឡូវនេះមកមុននេះបងមកមុននេះគឺនឹងហើយត្រូវម៉ាច់ហ្មងជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមចារបស់បាទអ្នកអុកញ៉ាអ៊ូឆាយនិងលោកជំទាវសុខវិស្នាហើយដំឡោកដរិទ្ធនិងលោកជំទាវសុខច័ន្ទរស្មីដែលទទួលបានជ័យជំនះជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមទទួលបានជ័យជំនះសូមចាត់គូក្រោយមួយទៀតបាទគូក្រោយមួយទៀត157 157ចា160បាទ159នាំមកហើយ160ខៀវតៃស្អាតអណ្ដាតក្រហមរបស់គ្រូចៅអធិការនៃចំណុះជើងវត្តចាមកពីខាងវត្តជើងឯកចាគ្រូចៅអធិការវត្តជើងឯកចាំបាញ់មិញហាក់ដូចជាឈ្នះទៀតហើយបាទឥឡូវយើងត្រឡប់ទៅគូខាងក្រោយវិញដាច់តែម្ដងឯកសណ្ឋានពណ៌ខៀវចង់ចង្វាពណ៌សរំលេចដល់មួកពណ៌ក្រហមលើកសភនភាពបាទលើកសភនភាពទាំងលបឿនបាទទាំងសម្រស់បាទឥឡូវយើងឃើញថាមកហើយខ្សែទឹកខាងក្រៅល្អណាស់វាលស្បូវរាជធានីភ្នំពេញទទួលបានការឧបត្ថម្ភពីសម្ដេចវិបុលសេនាភក្តីសាយឈុំបាទឯកសណ្ឋានពណ៌ខៀវចុងចង្វាពណ៌សបាទរំលេចជាមួយនឹងលបឿនល្អណាស់បាទចំណែកខ្សែទឹកខាងក្នុងបាទខេមរាមានជ័យមិនហើយអ្នកត្បូងឃ្មុំក៏ស្អាតណាស់ដែរសភនភាពប៉ុន្តែហាក់ដូចជាធ្លាក់ដៃក្នុងជើងទី1នេះបាទធ្លាក់ដៃដាច់ធ្វើឲ្យគូប្រកួតនឹងឈ្នះដាច់តែម្ដងវាលស្បូវមានជ័យទទួលបានជ័យជំនះដាច់តែម្ដងបាទវាលស្បូវនេះគឺស្ថិតនៅក្នុងវត្តវាលស្បូវសង្កាត់វាលស្បូវបាទខណ្ឌច្បារអំពៅចាគឺតែងតែចូលរួមការបណ្ណាំងច្រើនក្នុងពិធីបាទឥឡូវនេះយើងឃើញថាដាច់រៀងឆ្ងាយសម្រាប់ទូកបណ្ណាំងបាទចាសូមអភ័យទោសពីបងប្អូនអ្នកគ្រប់គ្រងទាំងអស់ផងដែរការពីថ្ងៃទី1ដូចថាធម្មតាតែកាលណាចាប់ក្នុងគឺលបឿននៅតែល្អអញ្ចឹងទៅលើខេមរាមានជ័យរបស់អាយដាមបាទជាសភារាមកពីខេត្តត្បូងឃ្មុំបាទឥឡូវលើឃើញហើយលបឿនចាក់យោងគឺកំពុងតែនាំមុខហើយទៅលើខ្សែទឹកខាងក្រៅវាស្បូវមានជ័យចាបានដកខ្លួនហើយដកខ្លួនទិញដងហើយរីឯគូបន្តគូទី77នៅពេលនេះឃើញថាឧត្តមទួល3បារមីជ័យចេស្តារបស់គ្រូចៅអធិការវត្តព្រំឧត្តមទួល3កំពុងតែនាំមុខដែរកំពុងនាំមុខច្រើនហើយខណៈដែលវាស្បូវមានជ័យក៏នាំមុខដកដាច់ប៉ុន្តែពីដៃគូឯងចាប៉ុន្តែសម្រាប់យុទ្ធវងបាទយុទ្ធវងអត់ដកទេបាទយុទ្ធវងរបស់អាយដាមសនីវងសេនបាទឥឡូវយើងឃើញថាប្រហាក់ប្រហែលគ្នាជាមួយឧត្តមទួល3បារមីពីជ័យសេនាឥឡូវអាចនិយាយបានថាវាលស្បូវទទួលបានជ័យជំនះហើយទៅលើខេមរាមានជ័យឥឡូវគូបន្ទាប់យុទ្ធវងនេះមិនដែរបងចាយុទ្ធវងរបស់អាយដាមនេះអាយដាមស្នីវងពិសេសចាកំពុងប្រកៀបកាត់យ៉ា
មើលទៅ បាទខាងក្នុងដក ខាងក្នុងដកវិញហើយខាងក្នុងដកវិញហើយយ៉ាងណានៅក្នុងគណៈនេះគណៈកម្មការបកស្រុកពីរាំងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមនាយឧត្តមស្រីហើយបងអើយកំពុងឆ្នាំងអើយបាទកំពុងស្រឡាច់ក្តាមប្រៃជាឈ្មោះល្បីល្បាញណាស់ទូកនេះទទួលបានការឧបត្ថម្ភពីឯកឧត្តមហ៊ីវរៈនិងឯកឧត្តមអភិបាលខេត្តបាទខ្សែទឹកខាងក្នុងដាច់បាត់ហើយទៅលើខេមរាមានជ័យត្បូងឃ្មុំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធមនិតឥឡូវនេះក្តាមប្រៃបាទទទួលបានជ័យជំនះចាទូគូទី145សំហេងសែនជ័យបារមីចាំងលើរបស់ឯកឧត្តមឥតសំហេងចាកំពុងតែតាមរតនៈសង្គមពងពៀនដែលសែនជ័យរបស់ឯកឧត្តមជាសមេធីចាលេខ262នេះគឺជាទូករតនៈសង្គមពងពៀនដែលសែនជ័យខ្សែទឹកក្រៅរបស់ឯកឧត្តមជាសមេធីហើយទទួលបានជ័យជំនះហើយបាទឥឡូវជំនះហើយឥឡូវយើងបន្តទៅគូទី149បាទ149ខ្សែទឹកខាងក្នុងបារមីពូមានឲ្យតែលឺក្តាមប្រៃដឹងថាមកពីណាហើយបាទច្បាស់លាស់តែម្ដងក្តាមប្រៃការបញ្ជើងទី1ខ្សែទឹកខាងក្នុងទទួលបានជ័យជំនះណាបាទទទួលបានការឧបត្ថម្ភពីឯកឧត្តមបាទហ៊ីវរៈបាទនឹងឯកឧត្តមអបាខេត្តឥឡូវបដូរទៅខាងក្រៅនៅតែល្អដដែលទេបាទនឹងហើយបាទអត់មានអត់ប្រៃទេណាប្រៃមែនបាទខេមរាមានជ័យបាទគឺនៅខ្សែទឹកខាងក្រៅបាទបដូរមកខាងក្នុងត្រូវបាននាំមុខឥឡូវនេះគឺខេមរាមានជ័យនេះទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធមនិតបូរនីហ៊ុនសែនបាទសម្ដេចឥឡូវនេះទូកក្តាមប្រៃបាទគាត់នាំមកហើយឈ្នះទៀតហើយក្តាមប្រៃបាទក្តាមប្រៃបាទឈ្មោះអញ្ចឹងប្រៃមែនបាទឥឡូវយើងគូទី149បង